វាតំណាងឲ្យសំណាងល្អការជួយអំពីអ្នកធំនាំមុខនូវភាពរុងរឿងជោគជ័យនៅក្នុងផ្នែកហិរញ្ញវត្ថុទំនាក់ទំនងល្អព្រមទាំងមានពិធីមង្គលការនិងសុភមង្គលប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាផ្លូវច្បាប់ទំនាស់ជាមួយអ្នកដទៃការយល់ច្រឡំទំនាស់ពាក្យសម្ដីចាក់ចុចអុចអាលពីក្រោយខ្នងនាំមកនៅបញ្ហាចាក់សេះនិងស្ថានភាពតានតឹងនៅក្នុងផ្លូវចិត្តនោះគឺជាទំនាក់ទំនងជោគជតារាសីឆ្នាំជូតនិងជោគជតារាសីឆ្នាំវកប្រចាំខែ3ខែមីនាឆ្នាំ2026 Subscribe Channel បន្តជារូបកណ្ដឹងលោកអ្នកទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេមុនពួកយើងធ្វើការព្យាករណ៍វិភាគជោគជតារាសីឆ្នាំជូតនិងឆ្នាំវកថ្លែងអំណរគុណចំពោះបងប្អូនមិត្តភ័ក្តិនិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share ព្រមទាំង Comment ល្អៗនៅលើ Channel លោកផងដែរសេចក្តីកត់សម្គាល់ថាមនុស្សយើងទាំងប្រុសទាំងស្រីរស់នៅទទួលបាននៅភាពមានបានសុភមង្គលឬក៏មានបញ្ហាមិនមែនកើតឡើងតែឯងនោះទេកើតឡើងព្រោះហេតុកើតឡើងព្រោះរឿងអាស្រ័យតំណែងតំណងគ្នាជាដើមនៅក្នុងនោះផងដែរដើម្បីបកស្រាយនៅជោគជតារាសីអ្នកទាំងពីរមិនថានៅក្នុងរូបភាពណាជាប្តីប្រពន្ធជាមិត្តភ័ក្តិជាមនុស្សនៅកន្លែងធ្វើការងារឬក៏ជាសាច់ញាតិទូទៅយើងឃើញថាមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំជូតមានរឿងល្អនិងមានរឿងមិនល្អសម្រាប់ផ្ទាល់ខ្លួនហើយមនុស្សដែលកើតនៅក្នុងឆ្នាំវកក៏ដូចគ្នាមានរឿងល្អនិងមានរឿងមិនល្អផ្ទាល់ខ្លួនផងដែរពិនិត្យមើលមុនដំបូងគឺយើងពិនិត្យមើលនៅក្នុងជោគជតារាសីរបស់មនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំជូតដែលមានរឿងល្អនិងមានរឿងមិនល្អរបស់គាត់ជាមុនសិនដែលរឿងល្អរបស់រាសីឆ្នាំជូតនោះគឺបាននាំមកនៅសំណាងល្អជំនួយចេញអំពីមនុស្សដែលមានឋានៈធំឬក៏ទូនីតិបទពិសោធន៍និងមានធនធានច្រើនជាងយើងជួយជុំចែងនៅពេលដែលយើងជួបការលំបាកហើយវាតំណាងឲ្យទ្រព្យសម្បត្តិតំណាងឲ្យភាពរុងរឿងនិងភាពជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុនៅក្នុងនោះផងដែរគឺមានការស្រឡាញ់រាប់អាននិងការយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្ដៅចេញអំពីឪពុកម្ដាយនិងតំណែងតំណងល្អព្រមទាំងមានឱកាសនៅក្នុងការរៀបការថែមទៀតផងនៅក្នុងនោះផងដែរក៏វាមានភាពតាក់ទាញនាំមកនូវសុភមង្គលតំណាងល្អបើសិនជាយើងសិក្សាគឺតំណាងឲ្យបញ្ញាស្មារតីលក្ខណៈល្អៗនៅក្នុងការសិក្សាការប្រឡងជាប់និងមានការអភិវឌ្ឍជំនាញថ្មីថែមទៀតផងបើសិនជាយើងនិយាយអំពីការហូបចុកឬអាហារគឺថាមានការហូបចុកបបោណាជួបជុំឬក៏មានន័យថាឱកាសនៅក្នុងការទទួលបាននៅអាហារឆ្ងាញ់ៗនិងមានភាពរីករាយថែមទៀតផងយ៉ាងណាមិញរឿងដែលមិនល្អចំពោះរាសីឆ្នាំជូតរបស់លោកអ្នកមុននឹងធ្វើការវិភាគនោះគឺថាត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាផ្លូវច្បាប់ឬក៏ទំនាស់ជាមួយអ្នកដទៃឬក៏ការយល់ច្រឡំរឿងប្រយ័ត្ននោះគឺប្រយ័ត្នពាក្យសម្ដីងាយនឹងមានចំនួនឬក៏ការនិយាយដើមពីក្រោយខ្នងហើយក៏វាបង្ហាញអំពីឧបសគ្គដែលបង្កឲ្យមានការបាត់បង់ឬក៏គ្រោះថ្នាក់តិចតួចនៅពេលធ្វើដំណើរដូច្នេះហើយត្រូវប្រុងប្រយ័ត្នរឿងបន្ថែមបន្តិចទៀតនោះគឺតាក់ទងជាមួយនឹងរឿងក្តីក្តាមឬក៏បញ្ហាចាក់ស្រេះដែលធ្វើឲ្យស្ថានភាពតានតឹងនេះគឺជាព័ត៌មានដែលស្ដីអំពីអ្វីដែលតាក់ទងជាមួយនឹងរាសីឆ្នាំជូតឥឡូវយើងក៏លេខមើលនៅក្នុងរឿងល្អនិងរឿងមិនល្អរបស់រាសីឆ្នាំវកវិញម្ដងមុននឹងធ្វើការវិភាគរួមគ្នារវាងជោគជតារាសីរបស់ឆ្នាំអ្នកទាំងពីររឿងល្អៗរបស់រាសីឆ្នាំវកគឺថារាសីឆ្នាំវកនឹងមានការផ្លាស់ប្ដូរការធ្វើដំណើរការផ្លាស់ទីកន្លែងឬក៏ការរីកចម្រើននៅក្នុងមុខរបរអាជីពការងារជំរុញឲ្យមានសកម្មភាពនិងការសម្រេចចិត្តបានលឿននៅក្នុងនោះផងដែររឿងល្អគឺជួយឲ្យយើងដោះស្រាយបញ្ហាលំបាកឬក៏ជួយដោះស្រាយបញ្ហានៅពេលដែលកើតឡើងដោយចៃដន្យឲ្យវាមានភាពធូរស្រាលហើយក៏បង្ហាញអំពីមនុស្សជុំវិញខ្លួនយើងជួយឬក៏មានការជួយជុំចែងនៅពេលដែលយើងជួបការលំបាកនៅពេលដែលមានបញ្ហានៅក្នុងរឿងដែលមិនល្អដែលរាសីឆ្នាំវកត្រូវប្រុងប្រយ័ត្នគឺត្រូវប្រុងប្រយ័ត្នចំពោះការបាត់បង់ទ្រព្យសម្បត្តិឬក៏មានគេបោកប្រាស់
ឬមានការចំណាយច្រើននៅរឿងដែលមិនចាំបាច់ណាលេចធ្លាយផ្នែកហិរញ្ញវត្ថុតិចតួចមានន័យថាចាយវាមិនចង់ចាយក៏ត្រូវតែចាយបាទហើយនៅក្នុងនោះផងដែរគឺបង្ហាញត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាពនិងការឈឺថ្កាត់ផ្ទាល់ខ្លួនឬនៅក្នុងក្រុមគ្រួសារមួយទៀតនេះក៏ត្រូវប្រុងប្រយ័ត្នចំពោះរឿងឆ្លោះប្រកែកគ្នាប្រើប្រាស់អារម្មណ៍ទៅវាក្តៅក្រហាយឬក៏របួសស្នាមដោយអចេតនាជាដើមបាទតើរិស័យអ្នកទាំងពីររិស័យឆ្នាំជូតនិងរិស័យឆ្នាំវោកនៅពេលដែលមានទំនាក់ទំនងប្រសពនឹងគ្នាតើមានរឿងល្អនិងរឿងមិនល្អអ្វីកើតឡើងដែលលោកអ្នកត្រូវតែដឹងជួបគ្នាបន្តិចទៀតនេះក្នុងការបកស្រាយវិភាគជោគជតារិស័យរបស់មនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំជូតនិងឆ្នាំវោកមានចំណុចធំទាំងអស់នេះដែលយើងគួរកត់សម្គាល់ចំណុចធំទី1នេះគឺតកតងជាមួយនឹងភាពត្រូវគ្នារវាងធាតុនិងធម្មពលចំណុចធំទី2នឹងតកតងជាមួយនឹងអត្ថប្រយោជន៍ពេលយើងរួមរស់ជាមួយគ្នាឬក៏ធ្វើការជាមួយគ្នាហ្នឹងហើយចំណុចដែលយើងគួរប្រុងប្រយ័ត្នហើយនឹងសំណាងល្អឬក៏សេចក្តីសន្និដ្ឋានថាតើវាល្អឬក៏វាមិនល្អបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមពីចំណុចទី1គឺភាពត្រូវគ្នានៅក្នុងអ្វីដែលជោគជតារិស័យមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំជូតនិងឆ្នាំវោកបាទអញ្ចឹងយើងឃើញថានៅក្នុងនោះគឺឆ្នាំទាំងពីរមានភាពស៊ីសង្វាក់គ្នាខ្លាំងឬថាឆ្នាំជូតនោះគឺមានភាពឆ្លាតវៃចូលចិត្តរៀបចំនិងចេះសន្សំសំចៃហើយឆ្នាំវោកនោះគឺមានគំនិតច្នៃប្រឌិតរហ័សរហួនប្រកែកដោះស្រាយបញ្ហាឃើញយើងវាមានចំណុចខ្លាំងរៀងៗខ្លួនឥឡូវបើយើងកលេចមើលនៅក្នុងចំណុចធំទី2តកតងជាមួយនឹងអត្ថប្រយោជន៍នៅពេលដែលយើងរួមរស់នៅជាមួយគ្នាឬក៏ធ្វើការជាមួយគ្នានឹងមានរឿងអីខ្លះអញ្ចឹងចំណុចមួយគឺថាអាចបំពេញការខ្វះខាតឲ្យគ្នាអញ្ចឹងឆ្នាំជូតគឺមានភាពម៉ឺងម៉ាត់ជួយទប់ទល់និងលំនឹងភាពឆេវឆាវការចង់បាននៅអ្វីភ្លាមរបស់រាសីឆ្នាំវោកអញ្ចឹងចំណែកឆ្នាំវោកវិញគឺជួយនាំឲ្យនៅភាពសប្បាយរីករាយនិងកំណត់ថ្មីដែលឆ្នាំជូតនឹកស្មានមិនដល់ហើយបើចំពោះភាពជោគជ័យគឺផ្នែកហិរញ្ញវត្ថុវិញគឺឆ្នាំអ្នកទាំងពីរនេះគឺមានទស្សនៈស្រដៀងគ្នាលើការរស់ស៊ីមុខរបររស់ស៊ីឬក៏វិនិយោគអញ្ចឹងពួកគេទាំងពីរហ្នឹងគឺថាអាចរកប្រាក់ចំណូលបានល្អបាទហើយធ្វើការសម្រេចចិត្តរួមគ្នាជាធម្មតាមានភាពរឹងមាំចំពោះតំណែងតំណងផ្លូវចិត្តវិញគឺថាពួកគេគឺមានភាពចូលចិត្តនឹងការសន្ទនានឹងការផ្លាស់ប្ដូរគំនិតយោបល់មានភាពឆ្លាតវៃរបស់អ្នកទាំងពីរភាគីធ្វើឲ្យមិនមានភាពធុញទ្រាន់នឹងគ្នានោះទេចុះមនុស្សយើងគឺមានរឿងល្អអត់មានរឿងស្អីប្រុងប្រយ័ត្នឬក៏គួរមានរឿងអ្វីដែលយើងត្រូវដឹងដែរឬថាមានចំណុចរវាងអ្នកទាំងពីរអ្នកដែលកើតនៅក្នុងរាសីឆ្នាំជូតនិងឆ្នាំវោកហ្នឹងគួរប្រុងប្រយ័ត្នគឺថាចំណុចដែលយើងគួរប្រុងប្រយ័ត្នគឺមានការប្រកួតប្រជែងទីមួយណាអញ្ចឹងដោយសារតែអ្នកទាំងពីរសុទ្ធតែជាអ្នកវ័យឆ្លាតខ្ពស់អីអញ្ចឹងទៅពេលខ្លះគឺថាចូលចិត្តយកឈ្នះចាញ់លើគ្នាបន្តិចបន្តួចនៅក្នុងរឿងតូចតាចចង់និយាយថាអារឿងធំមើលមិនឃើញអារឿងតូចហ្នឹងចាប់ចំណុចអីអញ្ចឹងទៅយកប្រជែងឈ្នះយកស្នាដៃយកមុខមាត់យកភាពលេចធ្លោជាងគេណាអញ្ចឹងវាធ្វើឲ្យមានការប្រជែងគ្នាហើយអញ្ចឹងចំណុចដែលយើងគួរប្រុងប្រយ័ត្នទៀតហ្នឹងគឺថាត្រូវចេះគ្រប់គ្រងអារម្មណ៍ទាំងពីរនឹងទៅចេះគ្រប់គ្រងអារម្មណ៍ឆ្នាំវោកអាចមានភាពគេហៅថារអិលខ្លាំងពេករអិលហ្នឹងគឺចង់និយាយថារឿងខ្លះហ្នឹងក៏អត់អាចចេះទប់ចិត្តអារម្មណ៍ឬក៏បង្ហាញភាពខ្លាំងដោយខ្វះការពិចារណាអីចឹងទៅហើយចំពោះឆ្នាំជូតហ្នឹងគឺមានភាពតានតឹងពេកបាទដូចថាស្មុគស្មាញពេកឬក៏បើនិយាយច្រើនពេលថានិយាយច្រើនពេកនិយាយទៅថារឿងខ្លះនេះអត់មើលស្ថានភាពអីចឹងទៅអញ្ចឹងយើងត្រូវចេះទប់ចិត្តទប់អារម្មណ៍ព្រោះជូតធម្មពលដែលប្រើប្រាស់នៅក្នុងនោះវាមានធម្មពលនៃធាតុទឹកនិងធាតុឈើណាអញ្ចឹងយើងឃើញថាអ្វីដែលយើងនេះនឹងគឺថាត្រូវតែចេះប្រើប្រាស់គ្រប់គ្រងអារម្មណ៍ហើយបើសិនបើយើងមិនផ្លាស់ប្ដូរយោបល់ទេវាអាចមានការប៉ះទង្គិចពាក្យសម្ដីគ្នាអញ្ចឹងវាអាចមានចំនួនរវាងវោកនឹងជូតនឹងឯងបាទ
ឥឡូវចឹងយើងសន្និដ្ឋានថាយ៉ាងម៉េចយើងដាក់សេចក្តីសន្និដ្ឋានថាការដែលយើងរួមរស់ប្រស័យតាក់ទងគ្នាឬក៏គុំឫស្សីរវាងឆ្នាំជូតនិងឆ្នាំវោកនេះត្រូវបានចាត់ទុកថាជាគូសំណាងចឹងមានន័យថាល្អណាចឹងពួកគេមិនត្រឹមតែអាចកសាងគ្រួសារនិងមានសុភមង្គលប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាដៃគូដ៏ឆ្នើមផងដែរព្រោះថាម្នាក់ៗគឺមានគំនិតបាទមើងម៉ាត់ម៉ត់ចត់អញ្ចឹងសរុបសេចក្តីមកថាការប្រស័យតាក់ទងរួមរស់ឬក៏នៅក្នុងនាមជាប្តីប្រពន្ធគ្រួសារឬក៏មិត្តភក្តិអីគឺល្អមានសុភមង្គលអញ្ចឹងយើងអាចចាប់ដៃគ្នាបានយ៉ាងណាមិញនៅក្នុងជោគតារិស័យបានព្យាករណ៍ថាលោកអ្នកល្អប្រសើរក៏ប៉ុន្តែអាស្រ័យទៅលើស្ថានភាពរបស់មនុស្សនោះផងដែរពីព្រោះបរិយាកាសខាងក្រៅធ្វើឲ្យមនុស្សប្រែប្រួលជានិច្ចដូច្នេះមនុស្សក៏ប្រែប្រួលនៅពេលដែលតំណាក់តំណងជាមួយនឹងមនុស្សផ្សេងទៀតក៏ប្រែប្រួលដូចគ្នាដូច្នេះយើងតាមដានធ្វើការសម្រេចចិត្តឲ្យហ្មត់ចត់មុននឹងធ្វើអ្វីដែលមានភាពសំខាន់នៅក្នុងជីវិតបាទនេះគឺជាអ្វីដែលយើងព្យាករណ៍ជោគជតារិស័យរបស់លោកអ្នកជូនពរបងប្អូនលោកអ្នកនឹងមានសេដ្ឋកិច្ចល្អរស់ស៊ីមានបានក៏ដូចជាមានសុភមង្គលនិងមានភាពជោគជ័យនៅគ្រប់ភារកិច្ចការងារទាំងអស់ជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត